នេះគឺជាមុខងារថ្មីដែល Apple ទើបតែ update នៅលើ iOS 26.3 beta ហើយវាគឺជាមុខងារដែលបង្ហាញភ្លើងទាំងក្នុងខាងក្រោយក៏ដូចជាអេក្រង់ខាងមុខអានេះគឺជាមុខងារថ្មីដែល Apple បានដាក់ឲ្យក៏ប៉ុន្តែវាមិនទាន់ដំណើរការល្អទេនៅពេលដែលខ្ញុំដាក់គឺវាអត់លោតភ្លើងទេសម្រាប់អេក្រង់គឺវាទម្លាក់ពន្លឺវិញដោយសារតែវាដំណើរការតន់ស្រួលអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាចង់ធ្វើការដាក់ជាមួយមុខងារនេះគឺបងប្អូនត្រូវតែ update version beta iOS 26.3 developer beta ទើបបងប្អូនទាំងគ្នាមានមុខងារមួយនឹងប្រើប្រាស់អញ្ចឹងបើសិនជាបងប្អូនទាំងគ្នាចង់ធ្វើការកំណត់ដោយ operation មកបង្ហាញបងប្អូន update version ចុងក្រោយទៅបន្ទាប់មកបងប្អូនចូលទៅកាន់ setting ហើយបងប្អូនទាំងគ្នាអូសទៅក្រោមបន្តិចដើម្បីស្វែងរកពាក្យថា accessibility ចុចលើវាបងប្អូនអូសទៅក្រោមបន្តិចស្វែងរកពាក្យថា audio and visual អញ្ចឹងបងប្អូនចុចលើហ្នឹងទៅហើយបងប្អូនអូសទៅក្រោម port ដើម្បីស្វែងរកពាក្យថា flash for alert អញ្ចឹងបងប្អូនចុចលើហ្នឹងហើយបងប្អូនបើកមុខងារទាំងអស់អញ្ចឹងបងប្អូនអាចកំណត់បាន3ហ្នឹងគឺមាន LED flash screen ក៏ដូចជា button អូខេអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេអរគុណសម្រាប់ការបានទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយ